សួស្តីបងប្អូនអរគ្នាបាទឥឡូវនេះយើងនៅមកក្រាបព្រឹកមិញគឺយើងចូលបានមក season ដែរគឺយើងចូលបាន300ក្នុង300ដែរតែថា200ក្រាស់ហ្នឹងអញ្ចឹង position ខ្ញុំព្រឹកមិញខ្ញុំចូលកន្លះឡតជាងកន្លះឡតខ្ញុំយកបានជិត10លេខដែរហើយសម្រាប់ព័ត៌មានយប់នេះមាននៅម៉ោង7កន្លះតែព័ត៌មានតូចទេតែអ្វីដែលសំខាន់គឺថ្ងៃស្អែក non farm ម៉ោង7កន្លះយប់ត្រូវថ្ងៃសុក្រថ្ងៃទី8ចឹងប្រយ័ត្នប្រយែងអ្នកដែល trade មកព័ត៌មានចឹងត្រូវតែមាន risk management ប្រយ័ត្នប្រយែងមែនទែនដាក់ SL ហើយថ្ងៃស្អែកអាចនឹងមានការប្រែប្រួលខ្លាំងមែនទែនសម្រាប់មាសចឹងយើងចាំមើលចេះស្អែកតើមាសវាអាចកវិតទៅខាងណាព្រោះ non farm គឺទីផ្សារវាដល់ខ្លាំងណាស់អ្នកនេះចឹងបើអ្នកគ្នា trade អត់ប្រយ័ត្នគឺប្រកាសជាដាច់ account ហើយចឹងប្រយ័ត្នប្រយែងមែនទែនបាទចឹងអត់មានអីច្រើនទេថ្ងៃនេះគឺខ្ញុំពិភាក្សាតម្លាក់នៅក្នុងក្រុម signal តចឹងអ្នកគ្នាដែលចាំយក signal ព្រឹកមិញក៏មានត្រូវមក signal ដែរប្រៃឌីតេត្រូវមក signal 10លេខចឹងអ្នកគ្នានៅក្នុងក្រុម signal អាចចូលបានក្រុម free ទេមេរៀនក៏មាន free ដែរបាទចឹងហើយអ្នកគ្នាចង់ស្វែងយល់ពីវិស័យ forex អាចឆានមកបានបាយបាយជួបគ្នាវីដេអូក្រោយ